ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីសេចក្តីថ្លែងការណ៍រួមរវាងក្រសួងមហាផ្ទៃធនាគារជាតិនៃកម្ពុជានិងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារស្ដីពីការចាត់វិធានការចំពោះសកម្មភាពផ្ដោតកម្ចីខុសច្បាប់និងការទទួលយកអត្តសញ្ញាណប័ណ្ណសិភៅគ្រួសារប័ណ្ណសមត្ថៈនិងប័ណ្ណសមាជិកបេឡាសន្តិសុខសង្គមសម្រាប់ធានាលើកម្ចីស្ថាប័នទាំង3បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្ដោតកម្ចីខុសច្បាប់និងការទទួលយកអត្តសញ្ញាណប័ណ្ណសិភៅស្នាក់នៅប័ណ្ណសមត្ថៈនិងប័ណ្ណសមាជិកបសសសម្រាប់ធានាលើកម្ចីក្រោមរូបភាពដូចជាលុយរាប់ការបញ្ចាំការផ្ដោតកម្ចីដោយផ្ទាល់និងតាមរយៈអនឡាញជាដើមយោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមាត្រា2បានចែងថាការផ្ដល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជនដែលមានកម្រៃរាប់បញ្ចូលទាំងឥណទានភតិសន្យានិងការសន្យាតាមហត្ថលេខាត្រូវបានចាត់ទុកជាការធ្វើអាជីវកម្មធនាគារដែលត្រូវធ្វើការស្នើសុំនិងទទួលបានអាជ្ញាប័ណ្ណលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាមុនផ្ដល់សេវាកម្មចំពោះការធ្វើអាជីវកម្មបញ្ចាំនិងប្រតិភពដែលអនុប្រទានត្រូវធ្វើការស្នើសុំនិងទទួលអាជ្ញាប័ណ្ណពីនាយកអាជីវកម្មអចលនវត្ថុនិងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ